សូមជូនព័ត៌មានពេញបិបកុមារីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូកិច្ចពីមេកូបុកមេឆ្កែហេតុការណ៍នេះផងដែរបានកើតឡើងនៅថ្ងៃព្រឹកស្អែកម្សិលមិញនៅតាមបណ្ដោយកំណាត់ផ្លូវពោះវៀនជ្រូកនៅទល់មុខនឹងហាងការ៉ាអូខេឋានសួគ៌កាប់ផ្លោកកុមារីរងគ្រោះមានឈ្មោះថាយូរ៉ូឡូហសឡអភេទប្រុសអាយុ82ឆ្នាំមានមុខរបរជាអ្នកអត់លិតអាជីពយោងទៅតាមសាកសីដែលមិនបានឃើញការកើតហេតុបាននិយាយថាគាត់ពិតជាមិនបាននៅកន្លែងកើតហេតុមែនសាកសីម្នាក់ទៀតបាននិយាយថាពេលព្រឹកប្រហែលម៉ោង12យប់គេបានប្រទះឃើញក្មេងស្រីដែលមានអាយុ80ឆ្នាំនេះបានជិះម៉ូតូយ៉ាងលឿនធ្វើដំណើរពីមុខទៅក្រោយតាមបណ្ដោយទៅតឹងលុះដល់កន្លែងកើតហេតុនាងក៏ប្រទះជាមួយនឹងមេកូហើយក៏បានដាក់លេខអាយ៉ែថយក្រោយបួងចង្កូតជន់ប្រាំងកិច្ចទៅបុកជាមួយនឹងមេឆ្កែប៉ូលីសបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងហើយនាំឆ្កែយកទៅសួរចម្លើយ